ខ្ញុំពាក់មួកចេះបងប្អូនមើលខ្ញុំលេងស្គាល់ហើយបាទថ្ងៃនេះគឺមេក្តៅមែនតើបងប្អូនបាទហើយទៅពេលមកដល់ដីចេះគឺឃ្លុំដល់ហើយធ្វើមើលតែខ្លួនឯងស្បែកសស្បែកស្អីទៅមិនថាទេបាទស្អែកខ្មៅសោះហ្នឹងតិចលឺខ្ញុំលោប៉ុណ្ណឹងថាខ្ញុំអួយអីទៅបាទតែពិតគឺអត់ទេតែខ្ញុំធ្វើវីដេអូនេះគឺខ្ញុំអាណិតទៅដល់កូនចៅខ្ញុំតែគាត់ត្រូវធ្វើការងារទាំងហាក្តៅបងប្អូនព្រោះអាចាក់ពុំធ្វើជើងត្រង់មាត់ហ្នឹងទៅយើងធ្វើហាក្តៅអញ្ចឹងបានវាឆាប់ស្ងួតអញ្ចឹងក៏ឆ្លៀតថតបង្ហាញការតស៊ូរបស់ក្រុមការងាររបស់ខ្ញុំទាំងអស់គ្នាចង់ឲ្យបងប្អូនបានឃើញថាមុននឹងយើងធ្វើអ្វីមួយបើយើងចង់ជោគជ័យគឺមិនមែនជាការងារស្រួលនោះទេអញ្ចឹងខ្ញុំសង្ឃឹមថានៅពេលតកឋានដែលខ្ញុំធ្វើរៀបចំរួចរាល់សង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងខ្ញុំឲ្យកាន់តែច្រើនទៀតដើម្បីលើកស្ទួយវិស័យបាក់សីកាឡាជាពិសេសគឺលើកស្ទួយកូនប្រកាសក្នុងស្រុករបស់យើងឲ្យវាកាន់តែល្អដើម្បីកាត់បន្ថយការនាំចូលមកពីក្រៅខ្ញុំចង់ឲ្យបងប្អូនគិតអញ្ចេះកាលណាដែលយើងទិញកូនប្រកាសក្នុងស្រុកគ្នាយើងគឺមានន័យថាយើងកំពុងតែជួយសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងបើមិនជាយើងតែទិញមាន់នាំចូលអាហ្នឹងយើងយកលុយទៅចាយទៅជួយអ្នកក្រៅហ្នឹងយើងអត់មានជួយអ្នកបងប្អូនយើងនៅក្នុងស្រុកហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនកន្លែងហ្នឹងមួយគឺបងប្អូនគិតឲ្យដល់បន្តិចហើយបើមិនជាកូនប្រកាសរបស់យើងនៅក្នុងស្រុកមានទីផ្សារសួរថាអ្នកដែលចិញ្ចឹមមាន់គាត់មិនទៅទិញស្រូវអង្គសម្រូបពោតក៏ដូចជាសណ្ដែកហ្នឹងពីប្រជាកសិករដែលនៅក្នុងស្រុករបស់យើងដូចគ្នាព្រោះមាន់គឺវាស៊ីអ្វីទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគ្រាន់តែមាន់ខ្ញុំប្រព័ន្ធនេះក្នុងស្រូវខ្ញុំទិញម្ដងមួយតោនហើយខ្ញុំប្រើរយៈពេលតែមួយខែជាងអីហ្នឹងគឺអស់ហើយមួយតោនហ្នឹងហើយនៅពោតនឹងក៏សម្រូបនៅអីជាដើមទៀតអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងកូនប្រកាសក្នុងស្រុកយើងឲ្យបានច្រើននេះហើយដែលគេហៅថាខ្មែរជួយខ្មែរបាទសូមអរគុណ